នេះគឺជាប្រវត្តិសាស្ត្រនិងដើមកំណើតរបស់សៀមតែបងប្អូនខ្មែរយើងគួរដឹងនៅក្នុងសាលាចរិតគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកសៀមឬក៏ពួកថៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងប្រហែលជាចាប់ពីសតវត្សទី12មកពួកថៃឬក៏ពួកសៀមកាលពីមុនគឺរស់នៅក្នុងខេត្តយូណានប្រទេសចិនហើយក៏បានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ធ្លាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងគេឃើញមានពួកសៀមនិងពួកថៃបានចុះមកតាំងលំនៅភាគខាងជើងប្រទេសឡាវសប្តាហ៍ថ្ងៃហើយនៅតាមបណ្ដោយខេត្តchiang maiចំនួនពួកថៃឬក៏ពួកសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូចជាសុខោតីឈិងសែនឈឹងម៉ៃស្រែមលៀនហើយនិងអយុធយាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នោះគឺជានគរទុនខ្សោយទេហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរប៉ុន្តែនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះខ្សោយនគររបស់ពួកសៀមក៏បានចាប់ផ្ដើមពង្រីកប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យទៅក្លាយជានគរដែលមានអធិបតេយ្យភាពពេញលេញដោយចាប់ផ្ដើមពីសុខោតីនៅអំឡុងសតវត្សទី13បន្ទាប់មកទៀតនៅសតវត្សទី14នៅពេលដែលស្ដេចរាមាកំហែងចូលទីវង្គតសុខោតីក៏បានត្រូវធ្លាក់លំដាប់ហើយក៏ត្រូវបានស្ថិតនៅក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺគេហៅថានគរអយុធយាហើយអយុធយានេះហើយក៏បានពង្រីកអំណាចរបស់នគរសៀមឲ្យក្លាយជាគូប្រកួតប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរសម្រាប់សៀមប្រវត្តិសាស្ត្ររបស់គេគឺបែងចែកចេញជា4ដំណាក់កាលធំទី1គឺសម័យកាលសុខោតីចន្លោះឆ្នាំ1238ដល់ឆ្នាំ1350សៀមអន្វាដណ្ដើមយកខេត្តសុខោតីពីខ្មែរហើយក៏បង្កើតរដ្ឋសៀមដោយស្ដេចរាមាកំហែងបន្ទាប់មកទៀតគឺសម័យកាលអយុធយាចន្លោះឆ្នាំ1350ដល់ឆ្នាំ1767សៀមបានពង្រីកទឹកដីរបស់ខ្លួនមកលើចក្រភពខ្មែរហើយក៏បានត្រួតត្រាតាមដងទន្លេមេណាមប៉ុន្តែនៅសម័យកាលអយុធយានឹងក៏បានបញ្ចប់ទៅវិញដោយស្ដេចភូមាឈ្មោះបាយនរណោងបានវាយក្រុងអយុធយាឲ្យខ្ទេចតែម្ដងហើយក្រោយមកក៏បានឈានចូលសម័យកាលមួយទៀតគេហៅថាសម័យធនបុរីចន្លោះឆ្នាំ1767ដល់ឆ្នាំ1800សម័យកាលនេះគឺព្រះចៅតាក់ស៊ីនបានជួយរំដោះក្រុងអយុធយាពីភូមារួចក៏បានលើករាជធានីមកតាំងនៅឯធនបុរីឬខ្មែរយើងហៅថាធនបុរីនៅឆ្នាំ1767ប៉ុន្តែដោយសារតែព្រះចៅតាក់ស៊ីនលំមអំណាចពេកទើបព្រះចៅយតហ្វាឬក៏រាមាទី1នៃរាជវង្សចក្រីក៏បានកាត់ទោសប្រហារជីវិតទ្រង់ហើយចុងក្រោយគេបំផុតគឺសម័យកាលក្រុងបាងកកចន្លោះឆ្នាំ1800រហូតដល់សប្តាហ៍ថ្ងៃសម័យកាលនេះគឺជាសម័យកាលព្រះចៅរាមាទី1នៃរាជវង្សចក្រីបានឡើងសោយរាជរហូតមកដល់សប្តាហ៍ថ្ងៃនេះឯងនេះមានន័យថាសៀមឬក៏ថៃអាយុកាលនៃការបង្កើតជារដ្ឋឬក៏ជាប្រទេសបានត្រឹមតែ787ឆ្នាំក្នុងគ្រិស្តសករាជនេះតែប៉ុណ្ណោះនេះបើតាមគេហទំព័ររបស់ World Population Review ក៏ប៉ុន្តែបើសិនជាយើងប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជារបស់យើងមានរហូតដល់16សម័យកាលឯណោះដែលគេបានចាប់ផ្ដើមរាប់ជារដ្ឋរឹងមាំមួយនៅសតវត្សទី1នៃគ្រិស្តសករាជតែម្ដងនេះបើតាម Royal Embassy of Cambodia